អ្នកដែលតែងតែធ្វើដំណើរក្នុងប្រទេសឬមួយក៏ត្រូវ transit យូរម៉ោងនៅ airport គួរតែមើលវីដេអូនេះនៅពលានទាំងអស់វាប្រកាសថាសុវត្ថិភាព 100% អញ្ចឹងដើម្បីប្រកាសថាពលាននៃប្រទេសដែលយើងកំពុងតែនៅនឹងសុវត្ថិភាពឬក៏អត់អាចចូលទៅ check website នេះបានតើអ្នកអាចចូលទៅក្នុង Google ហើយវាយពាក្យនេះបាន sleep in airport ហើយកន្លែងទី1ដែលអ្នកនរគ្នាអាចឃើញនេះអ្នកនរគ្នាអាចចូលទៅមើលតែម្ដងគេនឹងប្រាប់ឲ្យថាកន្លែងណាដែលគួរគេងទីតាំងនឹងអញ្ចឹងណាអ្នកនរគ្នាអស់មើលមកគឺថាមានច្រើនខ្លាំងមែនតើកន្លែងណាខ្លះសុវត្ថិភាពមិនសុវត្ថិភាពហើយក៏មានការ review ដែរបើសិនជាកន្លែងដែលយើងកំពុងតែនៅនឹងមានបញ្ហាអី airport hotel ក៏មាន airport lunch ក៏មាន sleep នៅក្នុង airport កន្លែងណាមានច្រើនខ្លាំងមែនតើឧទាហរណ៍ថាយើងនៅសល់ពេលច្រើនហើយយើងត្រូវការគេងត្រូវការអីអញ្ចឹងយើងកំពុងតែនៅ airport ណាមួយឧទាហរណ៍ថានៅសិង្ហបុរីអញ្ចឹងអ្នកអាច search សិង្ហបុរីគេនឹងប្រាប់ឲ្យកន្លែងណាគេនេះប្រាប់ទាំងអស់កន្លែងមួយទឹកកន្លែងអីអញ្ចឹងគេនឹងប្រាប់ថាកន្លែងណាសុវត្ថិភាពមិនសុវត្ថិភាពហើយមានច្រើនមែនតើព័ត៌មាននៅក្នុងនេះអ្នកនរគ្នាអាចចូលទៅមើលខ្លួនឯងជាពិសេសមុនពេលដែលធ្វើដំណើរមុនពេល transit ឬមួយក៏កំពុងតែនៅកន្លែងហ្នឹងតែម្ដងអញ្ចឹងចង់ដឹងអីទៅពីដាណា